បាទមកទីដែរបាទសួស្តីក៏ដូចជាជំរាបសួរបាទពីចម្ងាយពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពបាទថ្ងៃនេះមកទីដែរពុកម៉ែបងប្អូនមកថ្ងៃនេះគឺមកថតវីដេអូការដកដើមខាត់ណាបាទដើមខាត់ណាដើមណាបាទដកជូនដកជូនប្រពន្ធយកទៅធ្វើម្ហូបបាទមិនដឹងថាគាត់ធ្វើម្ហូបអីទេឬថាគាត់យកទៅឆាបាទហើយថ្ងៃនេះខ្ញុំក៏ធ្វើការដកស្ពៃកាត់ណាដើមនេះដើម្បីយកឲ្យប្រពន្ធហើយក៏ដកទុកឲ្យកូនពូជម៉ែគាត់បបឲ្យកូនពូជដែរបាទហើយយើងទៅលេងកូនថ្ងៃនេះបាទហើយខ្ញុំដកនេះដោយសារតែវាខែនេះខែប្រាំងវាអត់សាល្អដោយសារតែវាក្តៅខ្លាំងបងប្អូនខ្ញុំរវល់ធ្វើការព្រឹកចេញងាយចូលអញ្ចឹងស្រោចបានតែមួយថ្ងៃពីរដងទឹកព្រឹកហើយនឹងងាយទៅហើយឥឡូវវាក្តៅអញ្ចឹងវាអត់សាស្ទុះដោយអង្កាលខែត្រជាក់បាទឥឡូវវាដើមរៀងអឺស្វេតបាទអញ្ចឹងយើងខ្ជិលទុកវាខ្លាយលោវាបន្តិចទៀតវាស្វេតយើងហូបអត់ស្រួយបាទហើយវីដេអូហ្នឹងគឺខ្ញុំប្រពន្ធខ្ញុំឆាឲ្យហើយហើយគាត់ក៏បានធ្វើម្ហូបរួចហើយមានអារម្មណ៍ថាវាស្រួយមិនមែនមានអារម្មណ៍ទេគាត់ហូបហើយគឺពីដើមដល់ស្លឹកនោះគាត់ឆាទាំងអស់បាទអញ្ចឹងគាត់មុនឆាគាត់បកដើមអញ្ចឹងហូបទៅគឺអត់មានសល់អាគេថាសរសៃទៅហូបទៅខ្ញោកបាទគឺយើងទៅពៀទៅលេបចូលទាំងអស់បាទអត់មានទៀកកំពង់កអត់មានអីទេបាទស្រួយបាទសម្រាប់ពេលខ្ញុំកំពុងតែកាច់ហ្នឹងក៏វាស្រួយដែរហើយដោយសារតែដើមវាថាជីគ្រប់គ្រាន់បាទបញ្ជាក់ខ្ញុំអត់មានដាក់ជីគីមីឬក៏ជីអីក្រៅពីអាចកូរហើយនឹងទឹកនោមទេបាទប៉ុន្តែខ្ញុំដាក់ទឹកនោមនោះគឺខ្ញុំទុករហូតដល់វាហៅថាមួយខែអីដែរវាคล้ายទៅជាហើយមិនមែនយើងនោមភ្លាមដាក់ភ្លាមទេបាទព្រោះខ្ញុំមានកដងខ្ញុំនោមដាក់កដងទៅខ្ញុំដាក់ត្រាំវាទុកចោលណាបាទយើងដាក់ហាលថ្ងៃដាក់អីទៅដោយវាកាច់ទៅជីទៅអីណាបាទព្រោះទឹកនោមគឺវាជួយដំណាំបាទជួយចេញបណ្ដេញសត្វល្អិតអីផ្សេងស្ដើមចឹងណាបាទហើយនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការដកកាត់ណាទាំងអស់បាទដកដើម្បីដាំឡើងវិញបាទមិនដឹងថាដាំអីទេដាំស្ពៃទៀតហើយព្រោះយើងធ្វើការដកនេះគឺវាដល់វ័យថាត្រូវកាច់ហើយព្រោះវាមិនធំពេកទេព្រោះយើងដាំដាក់តាជីអាចកោដាក់តែទឹកនោមអញ្ចឹងវាល្អប៉ុណ្ណឹងវាចាប់ទុកថាល្អហើយព្រោះយើងអត់មានដាក់ជីបំពន់ដើមឲ្យវាឆ្លោះអីទេប៉ុន្តែឥឡូវដោយសារក្តៅវាមានអាខ្លះចង់រលួយពុកម៉ែបងប្អូនមិនដឹងថាវាមកពីយើងដាក់ទឹកនោមច្រើនឬក៏វាក្តៅទេព្រោះដីវារាស្ងួតដែរបាទអញ្ចឹងខ្ញុំគិតថាមកពីក្តៅខ្លាំងព្រោះវាខែនេះខែប្រាំងពុកម៉ែបងប្អូនបាទអញ្ចឹងអាខ្លះវាទ្រាំទ្រកណ្ដាលបានវាទៅជាសពូនដើមអញ្ចឹងណាបាទហើយអានេះណែដើមខាត់ណាផ្កាព្រោះគេឲ្យខ្ញុំអ្នកជិតខាងឲ្យខ្ញុំពីដើមអញ្ចឹងក៏ខ្ញុំយកមកដាំទុកកំសាន្តលេងអាខាត់ណាដើមខាត់ណាផ្កាហ្នឹងបាទអាផ្កាណាដើមហ្នឹងអានោះបាទខ្ញុំទិញគ្រាប់មកដាំខ្លួនឯងបាទអញ្ចឹងអានេះខ្ញុំដកកាត់ណាដើមទាំងអស់ហើយអាកាត់ណាផ្កាខ្ញុំទុកគាត់ដាក់ធុងដាក់កតោវិញទៅដើម្បីយកដាំទុកថតកំសាន្តអញ្ចឹងណាបាទអឺដំណាំនេះគឺយើងដាំនៅខ្លួនឯងសុវត្ថិភាពពុកម៉ែបងប្អូនបាទត្រង់ថាទី1យើងដូចដឹងស្រាប់ហើយដាំខ្លួនឯងជីយើងដាក់អីគឺដឹងខ្លួនឯងបាទអត់មែនយើងទិញគេអានេះមិនមែនគោលបំណងថាទិញគេអត់ល្អណាបាទទិញគេចោះបើពុកម៉ែបងប្អូនអត់បានដាំអញ្ចឹងណាអានេះខ្ញុំដាំខ្លួនឯងចឹងខ្ញុំដឹងអញ្ចឹងខ្ញុំចេះតែធ្វើវីដេអូបង្ហាញជូនពុកម៉ែបងប្អូនទស្សនាកំសាន្តលេងអញ្ចឹងណាបាទព្រោះដំណាំនេះគឺខ្ញុំហូបទៅខ្ញុំអត់ភ័យព្រួយខ្លាចឈឺពោះខ្លាចជ្រៀករស់អីទេខ្ញុំហូបទៅដោយគេហៅថាក្តីសុខបំផុតសម្រាប់ខ្ញុំនិងប្រពន្ធខ្ញុំអញ្ចឹងណាដោយសារតែទី1ខ្ញុំបានដាំបន្លែដល់ខ្លួនឯងដែលមានគេហៅថាដោយសុវត្ថិភាពមិនព្រួយខ្លាចជាតិគីមីទី2ប្រពន្ធខ្ញុំក៏ធ្វើម្ហូបឆ្ងាញ់មហាសែនឆ្ងាញ់បាទសរសើរប្រពន្ធតិចចុះបើអីសរសើរប្រពន្ធថ្ងៃក្រោយប្រពន្ធធ្វើម្ហូបឲ្យឆ្ងាញ់ហូបទៀតទេបាទប្រពន្ធខ្ញុំក៏បកែច្នៃបាទបកែច្នៃយកទៅធ្វើអីចឹងណាបាទថ្ងៃនេះគាត់ឲ្យខ្ញុំកាត់ដីកាត់ខាត់ណាឲ្យប្រពន្ធពេលដល់កាត់បានហើយគាត់អង្គុយបកបាទគាត់អង្គុយបកចាំមើលបន្តិចទៀតឃើញវីដេអូប៉ុនខ្ញុំអង្គុយបកអានេះខ្ញុំកំពុងកាច់ទៅហើយអានេះខ្ញុំកាច់ផុយចឹងឬផាច់ណាពុកម៉ែបងប្អូនវាស្រួយបាទដោយសារតែវីដេអូមានជាប់សលេងទូរស័ព្ទគេនៅជិតខាងគេចាក់ភ្លេងចាក់អីចឹងខ្ញុំដកសលេងចោលចេញហ្នឹងណាបាទហើយខ្ញុំកាច់ស្រួយមែនផុចមិនមែនដោយសារតែប្រពន្ធខ្ញុំគាត់យកទៅត្រាំទឹកកកត្រាំអីពេលធ្វើម្ហូបទេគឺស្លាត់អត់ហើយ
ខណៈដើមយើងវាស្រួយអញ្ចឹងហ្មងបាទវាស្រួយបាទពេលវាស្រួយទៅយើងយកទៅធ្វើម្ហូបក៏ឆ្ងាញ់តាមនឹងដែរតែមានអាម្ដើមនេះគឺវាមិនដឹងមិនវាខ្ញុំកាច់ដល់លើហើយវានៅតែវាស្វេតណាវាដើមវាអត់ស្រួយបាទអានេះខ្ញុំយកកម្រិតកាត់ចាំបើខ្ញុំយកវាកម្រិតកាត់បាទហើយអាទៅនេះទៅមិនវាប្រហែលជាវាមានជីជាតិខ្លាំងមើលទៅនេះកាត់បានសំណំដែរប្រហែលជា1គីឡូ2គីឡូពុកម៉ែបងប្អូនបាទតែខ្ញុំចាប់ដើមធ្វើការប្រមូលហើយព្រោះខ្ញុំដកទាំងអស់បាទគោលបំណងគឺខ្ញុំដកដើម្បីដាក់ដាំឡើងវិញបាទព្រោះដាំបន្លែឡើងវិញទេព្រោះវាមុំហូបហើយព្រោះខ្ញុំថាទុកចាស់ពេកខ្លាយលោវាឆ្ងាញ់ចឹងណាទុកធំតិចទៀតខ្លាយលោវាមិនឆ្ងាញ់បាទពេលដល់ខ្ញុំកាត់ហើយខ្ញុំហុចតឲ្យភាគយាខ្ញុំបកយ៉ាងរំភើយបាទនេះជឿគេហេយ៉ានេះគេបកអាមុនខ្លះដោយសារខ្ញុំកាត់បណ្ដើគាត់ខ្ញុំហុចឲ្យគាត់បណ្ដើនេះឃើញនេះគេបកចេះពុកម៉ែបងប្អូនណាចេះបកនេះបងដែលចេះបកខ្លាយលើក្មេងៗខ្ញុំចេះបកខាត់ណាគេបកដើមអញ្ចឹងណាបើបកអញ្ចឹងណាបើបាទអញ្ចឹងក្នុងវីដេអូមានតែប៉ុណ្ណឹងអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការទស្សនាអរគុណ